បុរសម្នាក់មានចិត្តល្អបានឲ្យស្ករគ្រាប់មួយគ្រាប់ទៅក្មេងស្រីតូចម្នាក់នរណាទៅដឹងថាបន្ទាប់ពីក្មេងស្រីនោះទទួលបានស្ករគ្រាប់ហើយបែរជានិយាយថាបុរសនោះរស់បានមិនយូរទៀតទេមនុស្សគ្រប់គ្នាស្មានថាក្មេងស្រីនោះនិយាយរយរីផ្ដេសផ្ដាស់ប៉ុន្តែក្មេងស្រីនោះនិយាយថាខ្លួនឯងបានរស់នៅអស់រយៈពេលជាង3000ឆ្នាំមកហើយអំបញ្ញមិញនាងគ្រាន់តែមើលមួយផ្លែតក៏ដឹងថាមិនយូរទេគេនឹងត្រូវស្លាប់ភ្លាមប៉ុន្តែដោយសារតែបុរសនោះមានចិត្តល្អទើបតែបានឲ្យស្ករគ្រាប់មួយគ្រាប់ដល់នាងដូចនេះក្មេងស្រីក៏សម្រេចចិត្តជួយសង្គ្រោះជីវិតគេវិនាទីបន្ទាប់មកនាងក៏យកកណ្ដឹងតូចមួយចេញមកដាក់លើដៃរបស់គេបន្ទាប់មកនាងបានផ្ដាំផ្ញើគេថាបន្តិចទៀតពេលជំងឺធ្វើទុកចូលក្រវីកណ្ដឹងនេះវានឹងអាចជួយឲ្យគេមានសុវត្ថិភាពនិយាយចប់ក្មេងស្រីក៏ត្រូវបានប៉ូលីសនាំខ្លួនទៅបាត់ចំណែកបុរសនោះនិងកម្មករទាំងអស់ដែលនៅទីនោះមិនសូវជឿលើសម្ដីក្មេងស្រីនោះទេទោះជាយ៉ាងណាវិនាទីបន្ទាប់មកបុរសនោះក៏ស្រាប់តែធ្វើទុកជំងឺបេះដូងរួចក៏សន្លប់បាត់ស្មារតីទៅអ្នករាល់គ្នាប្រញាប់ប្រញាល់ឲ្យឡានពេទ្យមកតាមការវិនិច្ឆ័យរបស់គ្រូពេទ្យគេបានដាច់ខ្យល់ស្លាប់បាត់ទៅហើយប៉ុន្តែកម្មករម្នាក់ដែលនៅក្បែរនោះមិនជឿថាគេស្លាប់ងាយបែបនេះទេដូចនេះក៏ប្រញាប់រត់ទៅអង្រួនខ្លួនគេយ៉ាងខ្លាំងដើម្បីឲ្យគេឆាប់ដឹងខ្លួនឡើងវិញនរណាទៅដឹងថាពេលដែលអង្រួនបែបនេះកណ្ដឹងនៅក្នុងដៃបុរសនោះក៏ចាប់ផ្ដើមមានប្រសិទ្ធភាពវិនាទីបន្ទាប់មកបុរសនោះក៏បានដឹងខ្លួនឡើងវិញយ៉ាងអស្ចារ្យមនុស្សគ្រប់គ្នាដែលនៅទីនោះសុទ្ធតែមានការភ័យស្លន់ស្លោជាខ្លាំងចំណែកគេពេលឃើញកណ្ដឹងនៅក្នុងដៃបែកខ្ទេចទើបដឹងថាអ្វីគ្រប់យ៉ាងដែលក្មេងស្រីនោះបាននិយាយសុទ្ធតែជាការពិតរីឯក្មេងស្រីត្រូវបាននាំខ្លួនទៅដល់ប៉ុស្តិ៍ប៉ូលីសហើយបាទតបពីប៉ូលីសធ្វើការឆែកឆេរគឺមិនឃើញមានប្រវត្តិរូបឬសាច់ញាតិរបស់ក្មេងស្រីនេះឡើយហេតុនេះពួកគេក៏មិនដឹងថាត្រូវបញ្ជូននាងទៅកន្លែងណាវិញដែរប៉ុន្តែនៅពេលនោះក្មេងស្រីបែរជានិយាយថានាងមានប្អូនប្រុសម្នាក់ឈ្មោះអ៊ីឆាងស៊ូឬបែបនេះប៉ូលីសក៏ចាប់ផ្ដើមស្វែងរកមនុស្សម្នាក់នេះភ្លាមមួយសន្ទុះក្រោយមកក៏បានជូនក្មេងស្រីទៅដល់មាត់ទ្វារផ្ទះរបស់ពួកគេនរណាទៅដឹងអីក៏ស្រាប់តែឃើញក្មេងប្រុសម្នាក់ត្រូវបានគេដេញចេញពីផ្ទះក្មេងស្រីមើលដឹងភ្លាមថាម្នាក់នេះគឺជាចៅប្រុសជាទីស្រឡាញ់របស់ខ្លួនបន្ទាប់មកឃើញមានគេចង់មកធ្វើបាបគេបន្ទាប់ពីរឿងរ៉ាវបានចប់សពគ្រប់នាងក៏ដើរទៅជួបដើម្បីទទួលស្គាល់គ្នាជាមួយចៅប្រុសប៉ុន្តែក្មេងប្រុសនោះមិនជឿតតែសោះថាក្មេងស្រីអាយុ4ឆ្នាំម្នាក់គឺជាលោកយាយទូតរបស់ខ្លួនគ្មានវិធីផ្សេងក្មេងស្រីក៏យកដុំត្បូងមួយចេញមកក្មេងប្រុសឃើញភ្លាមក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះកាលពីពេលថ្មីនេះលោកតាទើបតែយកដុំត្បូងរបស់គាត់មកឲ្យគេហើយបានផ្ដាំគេឲ្យទៅតាមរកលោកយាយទូតមិននឹកស្មានថាបែរជានៅជាមួយក្មេងស្រីម្នាក់នេះសោះវិនាទីបន្ទាប់មកដុំត្បូងទាំងពីរដុំក៏បានផ្សំចូលគ្នាក្មេងប្រុសក៏ចាប់ផ្ដើមជឿលើសំដីដែលក្មេងស្រីបាននិយាយបន្ទាប់មកក្មេងស្រីបានប្រាប់ចៅប្រុសឲ្យនាំខ្លួនទៅជួបលោកតារបស់គេតែចៅប្រុសនិយាយថាលោកតាហាក់ដូចជាមិនសូវស្រួលខ្លួនខ្លាំងណាស់ទៅហើយក្មេងស្រីហើយក៏ប្រាប់ឲ្យប្រញាប់នាំនាងចូលទៅនាងមានវិធីជួយសង្គ្រោះលោកតាក្មេងប្រុសថាលោកយាយទូតមានវិធីជួយជីវិតលោកតាក៏ប្រញាប់នាំនាងរត់ចូលទៅខាងក្នុងភ្លាមអ្នកប្រុសតូចតើឯងចង់បះបោរមែនទេឯងមិនខ្លាចខ្ញុំយកបបប្រាប់លោកម្ចាស់ទេអីថយចេញទៅឲ្យលោកយាយទូតរបស់ខ្ញុំចូលទៅជួយលោកតានរណាជាលោកយាយទូតរបស់វាឯងប្រហែលជាឈួតហើយមើលទៅមកនេះចាប់ពួកគេទុកថយចេញជប់ភ្លាមថយចេញលោកស្រីឲ្យពួកគេចូលមកល្អហើយឲ្យពួកគេចូលមកឈីងឡានមានចិត្តញញបែបនេះតើមានហេតុផលអីដែលត្រូវមករ៉ារ៉ាំងគេនោះអូយបន្ទាប់នេះអ៊ូអរខ្លាំងណាស់តើអ៊ូអីទៅគ្មានមនុស្សហើយណាផងកុំមកបំភ័យខ្ញុំណាឆាងស៊ូក្រោកឡើងមកមីងមកមើលអញហើយឆាងស៊ូក្រោកឡើងមកមីងមកមើលអញហើយលោកតាមិនអីទេមែនទេលោកតាលោកយាយទូតប្រញាប់ជួយលោកតារបស់ខ្ញុំផងមុនអាគមខ្មៅទាំងនេះនៅមិនទាន់ចេញទៅទៀតមែនទេនិយាយមកនេះស្អីគេសំឡេងអីកំពុងស្រែកហ្នឹងពេលវេលានៅមិនទាន់មកដល់ទេភាពក្លាហាននាពេលបច្ចុប្បន្នទាំងនោះគឺជាធម្មពលជីវិតរបស់អូនប្រុសខ្ញុំមានអ្នកមកដាក់យូសេមីស្រុកសាច់នៅទីនេះដើម្បីទីនាំពួកយើងមកជាមុនអាគមដែលសាហាវយំក្នុងណាចៅប្រុសអើយវីកំតិចវាទៅឈប់ភ្លាមអ៊ីឈីងឡានតើអញចង់ធ្វើស្អីហ្នឹងហេតុអីបានជាអញវីកំតិចរបស់លោកតាអញចង់ឲ្យគាត់ស្លាប់លឿនជាងមុនមែនទេមិនមែនទេលោកពុកកូនកំពុងតែបំបែកមុនអាគមអញហេតុអីក៏អញមិនចង់ឃើញលោកតាសុខសប្បាយបែបនេះកាលពីម្សិលមិញប៊ីងវិនបានប្រាប់ខ្ញុំអស់ហើយគឺបន្ទាប់ពីអញចូលមកជួបលោកតាហើយទើបជំងឺរបស់គាត់ប្រែជាធ្ងន់ធ្ងរខ្លាំងបែបនេះតើអញបាននិយាយអីខ្លះជាមួយលោកតាពុកកូនកំពុងមើលគាត់នេះជាដុំត្បូងរបស់លោកតាតើត្រូវធ្វើដូចម្ដេចទៅអ៊ីឈីងឡានអញពិតជាបានដណ្ដើមយកដុំត្បូងរបស់លោកតាមែនអីមិនមែនទេពុកនេះគឺជាអ្វីដែលលោកតាបានឲ្យកូនអញកុហកខ្ញុំមើលទៅគឺអញជាអ្នកដណ្ដើមយកវាសោះអញថែមទាំងនិយាយថាម៉ែបានដកហូតលុយកាក់របស់អញក៏ទៅលួចយកមកវិញពីលោកតាអញកំពុងតែនិយាយផ្ដេសផ្ដាស់ហើយអ៊ីឈីងឡានត្រកូលអ៊ីរបស់យើងជាគ្រួសារមានសណ្ដាប់ធ្នាប់ហេតុអីក៏កើតចេញជាមនុស្សមិនរៀនសូត្រដូចជាអញជាមនុស្សដែលមានចិត្តគំនិតមិនល្អបែបនេះអ៊ីធានលីងខ្ញុំគឺជាកូនបង្កើតរបស់លោកសុខចិត្តជឿសម្ដីឆ្កែព្រៃដែលមកពីខាងក្រៅតែបែរជាមិនជឿខ្ញុំគឺដោយសារតែអញជាកូនបង្កើតរបស់ខ្ញុំនឹងហើយតើអញធ្លាប់ធ្វើរឿងអ្វីមួយដែលធ្វើឲ្យត្រកូលអ៊ីមានមុខមាត់ខ្លះទេគ្រាន់តែដោយសារខ្ញុំផ្អាប់ដល់លុយកាក់ឲ្យអញគ្រាន់តែរឿងលុយបន្តិចបន្តួចនឹងអញក៏ទៅដណ្ដើមដុំត្បូងរបស់លោកតាធ្វើឲ្យជំងឺលោកតាធ្ងន់ធ្ងរកុំអីលោកតាលោកយាយទូតនិយាយថានេះគឺជាដង្ហើមចុងក្រោយរបស់លោកតាសាច់ញាតិលែងមានទៀតហើយលោកតានឹងត្រូវស្លាប់ហើយពុកគ្រូពេទ្យលូប្រញាប់ទៅឲ្យគ្រូពេទ្យលូមកលោកអ៊ីសុំក្រោកឡើងលោកតាចាស់បានលីចាក់លោកទៅឲ្យពុកកូនបាននាំយកមនុស្សដែលពុកតែងតែនឹកនាបំផុតមកឲ្យពុកវិញហើយកូនពិតជាមិនដឹងគុណមែនដែលមិនអាចឲ្យពុកបានឃើញមុខគាត់ជាលើកចុងក្រោយត្រូវបន្ទោសអ៊ីជីងឡានបើមិនមែនដោយសារវាបង្កបញ្ហាទេនោះលោកតានឹងមិនទៅចោលពួកយើងលឿនបែបនេះទេលោកតាគឺចៅដែលមិនបានការពារលោកតាឲ្យបានល្អច្បាស់ជាមានឱកាសទៀតលោកយាយទូតប្រញាប់ជួយលោកតារបស់ខ្ញុំផងលោកយាយទូតលោកយាយទូតប្រញាប់ជួយលោកតារបស់ខ្ញុំផងខ្ញុំកំពុងតែប្រមូលធម្មពលជីវិតរបស់គាត់កុំមករំខានខ្ញុំល្អហើយបើចុះខ្ញុំថាអ៊ីជីងឡានខួរក្បាលមិនប្រក្រតីមែនទេត្រូវហើយជួយមិនបានផងនៅមិនប្រក្រតីទៀតប្តីសម្លាញ់ឈីងឡានប្រហែលជាគ្មានផ្លូវជួយសង្គ្រោះទៀតទេមែនទេចុះបើបញ្ជូនគេទៅមន្ទីរពេទ្យសារអារម្មណ៍ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលទៅហេតុអីមិនបញ្ជូនទៅមន្ទីរពេទ្យសារអារម្មណ៍ឲ្យលឿនទៅចាំឲ្យគេធ្វើបាបលោកតាដល់ស្លាប់មែនទេមកនេះនាំអ្នកទាំងពីរអ្នកនេះចេញទៅពុកលោកយាយទូតកំពុងតែទទួលធម្មពលជីវិតឲ្យលោកតាមិនអាចឲ្យនរណាមករំខានបានទេខ្ញុំមើលទៅអញពិតជាឈួតមិនស្ទើរទេគ្រូពេទ្យលូក៏បាននិយាយឲ្យថាលោកតាស្លាប់ហើយឲ្យតែមានលោកយាយទូតនៅទីនេះគឺនៅតែមានឱកាសចាប់ផ្ដើមទៅលោកយាយខ្ញុំទ្រាំលែងចប់ហើយក្មួយប្រុសឲ្យអញពិតជាធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់មានរឿងអីហ្នឹងហេតុអីក៏ស្រាប់តែក្បាលជង្គង់ខ្ញុំទន់រួចក៏លុតជង្គង់ចុះបែបនេះអូយប្តីសម្លាញ់មកនេះមកជប់ភ្លាមតើអញចង់ធ្វើអីមកលើខ្ញុំហ្នឹងឆាងស៊ូមីងត្រឡប់មកវិញហើយដល់ពេលត្រូវភ្ញាក់ហើយឆាងស៊ូមីងត្រឡប់មកវិញហើយដល់ពេលត្រូវភ្ញាក់ហើយអូមីង